ទូរឿងរ៉ាវភ្ញាក់ផ្អើលមួយនៃការប្លន់ប្រដាប់អាវុធនៅលើទឹកដីខេត្តស្វាយរៀងមានក្រុមចៅស្លីលីអូចំនួន3នាក់ប្រដាប់ដោយអាវុធចូលទៅប្លន់ទាំងក្បាលប្រលប់តែម្ដងយកអស់មាសចំនួន 5G និងប្រាក់ចំនួន$200ដែលស្ថិតនៅក្នុងស្រុកស្វាយជ្រុំខេត្តស្វាយរៀងឥឡូវដើម្បីដឹងកាន់តែច្បាស់ទាក់ទងជាមួយនឹងករណីចោរប្លន់ដ៏កក្រើកនៅលើទឹកដីខេត្តស្វាយរៀងយើងខ្ញុំនឹងធ្វើការជម្រាបជូននៃព័ត៌មានលម្អិតដើម្បីជម្រាបជូនដល់ប្រិយមិត្តទាំងអស់គ្នាដូចតទៅរឿងរ៉ាវកើតឡើងនៅលើទឹកដីខេត្តស្វាយរៀងមានក្រុមចោរមួយក្រុមមានគ្នាចំនួន3នាក់ប្រដាប់ដោយកាំភ្លើងវែងបានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋទាំងក្បាលប្រលប់តែម្ដងដែលបានយកខ្សែដៃមាសចំនួន1ខ្សែបាត់ទម្ងន់ 5G និងលុយប្រមាណជា$200បាទយើងឃើញថាបើតាមសមត្ថកិច្ចបានឲ្យដឹងផងដែរថាករណីចោរប្លន់ខាងលើនេះធ្វើសកម្មភាពប្លន់គឺបានកើតឡើងកាលពីវេលាម៉ោង 6:30 នាទីល្ងាចនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2022កាលពីថ្ងៃម្សិលមិញនេះនៅចំណុចក្នុងភូមិរស័យជួរខាងជើងឃុំក្រោលគោស្រុកស្វាយជ្រុំខេត្តស្វាយរៀងបើតាមសមត្ថកិច្ចបានឲ្យដឹងផងដែរថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះថាចែតផនមានអាយុ40ឆ្នាំនិងប្រពន្ធមានឈ្មោះថាអូនធីតាមានអាយុ30ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើហើយតាក់ទងជាមួយនឹងហេតុការណ៍មួយនេះផងដែរប្រពន្ធក៏បានបញ្ជាក់បន្តផងដែរថានៅមុនពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះនៅអង្គុយខាងក្រោមផ្ទះស្រាប់តែមានក្រុមចោរមួយក្រុមមានគ្នា3នាក់ស្លៀកពាក់បាត់គឺខោលីអូទេបាទមិនមានការស្លៀកពាក់អាវឬក៏ខោនោះឡើយបាទស្លៀកតែលីអូខោខ្លីមួយបាទបិទមុខប្រដាប់ដោយអាវុធបាទវែងគ្រប់ដៃតែម្ដងចូលមកភ្ជង់បរោះជាប្តីហើយសម្លុតគម្រាមបាទឲ្យយកមាសប្រាក់ឲ្យពួកគេដោយមានការភ័យខ្លាចប្រពន្ធជនរងគ្រោះបាទក៏បានទៅយកកាបូបដៃយួរមួយដែលមានខ្សែកមួយខ្សែទម្ងន់ 5G បាទហើយនឹងប្រាក់ដុល្លារហ្នឹងគឺមានតែ$200ឲ្យទៅក្រុមចៅនៅក្នុងកាបូបយួរដៃនោះគឺមានអត្តសញ្ញាណប័ណ្ណខ្មែរនិងបានចាក់វ៉ាក់សាំង COVID-19 ផងដែរបន្ទាប់ពីយកបានមាសប្រាក់ភ្លាមនោះបាទក្រុមចៅក៏បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលឈឹងតែម្ដងសមត្ថកិច្ចក៏បានបន្តផងដែរថាបន្ទាប់ពីកើតហេតុជនរងគ្រោះក៏បានទូរស័ព្ទទៅក្រុមការងារប្រចាំបញ្ជា117នៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសូមអន្តរាគមន៍បន្ទាប់ពីទទួលបានព័ត៌មានលោកអនុស្នេហ៍ឯកស្រីចន្ទថនបាទក្រុមការងារប្រចាំបញ្ជា117បានបញ្ជាព័ត៌មានបាទបានបញ្ជូនព័ត៌មានទៅកាន់លោកបូសារ៉ែនស្នងការនគរបាលខេត្តស្វាយរៀងដើម្បីចូលអន្តរាគមន៍ជាបន្ទាន់សមត្ថកិច្ចក៏បានបន្តផងដែរថាបន្ទាប់ពីទទួលបានព័ត៌មានលោកស្នងការរងខេត្តស្វាយរៀងបានដឹកនាំកម្លាំងជំនាញចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យស្រាវជ្រាវឃើញថាជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធវែងខ្លីចំនួន2ដើមគឺមិនស្គាល់ម៉ាកនិងកូនឫស្សីចំនួន1កង់ប្រវែងជា80សង់ទីម៉ែត្របានធ្វើសកម្មភាពភ្ជុំគម្រាមម្ចាស់ផ្ទះអស់មាសនឹងចំនួន 5G លុយដុល្លារនឹងចំនួន$200និងទូរស័ព្ទដៃចំនួន1គ្រឿងហើយបច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរប្លន់ខាងលើដើម្បីមកផ្ដន់ទាទោសទៅតាមផ្លូវច្បាប់បាទអញ្ចឹងយើងឃើញថាពិតជាសាហាវមែនទែនបាទចោរប្លន់ស្រុកស្រែគឺអត់មានស្លៀកពាក់ស្អាតបាទទេគឺស្លៀកតែលីអូមកប្លន់តែម្ដងអានេះយើងឃើញថាពិតជាសាហាវមែនទែនបាទប្លន់ពេលល្ងាចទៀតវេលាទៅម៉ោង6ជាងល្ងាចបាទមិនទាន់ល្ងឹតស្រួលបួលផងបាទសូម្បីតែនៅស្រុកស្រែចំការហ្នឹងក៏មានចោរប្លន់បាទពិតជាគួរឲ្យខ្លាចមែនទែនអញ្ចឹងសង្ឃឹមថាសមត្ថកិច្ចនឹងតាមប្រមាញ់ក្រុមចោរប្លន់អស់ទាំងនោះបើគិតជាលុយទៅគឺបាទប្រហែលជា1000ជាងដែរបាទមួយជី 5G ហ្នឹងខ្ទង់ជាង1000ដែរបាទហើយលុយ$200ទៀតជាង$1000បាទសរុបទាំងអស់ទៅបាទយើងឃើញថាសំណាងហើយដែលប្រពន្ធនឹងយកទៅឲ្យទាន់មកគុំអីហ្នឹងប្តីអាចនឹងមានគ្រោះថ្នាក់បាទដោយសារតែក្រុមចោរប្លន់ទាំងនោះអាចនឹងគំរាមសម្លាប់បាទអញ្ចឹងយើងខ្ញុំនឹងធ្វើការបញ្ចប់ព័ត៌មានត្រឹមនេះអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានហើយចុងក្រោយសូមកុំភ្លេចជួយចុចពាក្យ Subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតពី Channel យើងខ្ញុំសូមអរគុណច្រើនសូមជម្រាបលា